tiếp bao nhiêu ôត្រីសុទ្ធត្រីល្អល្អvậyយកដៃជុកត្រីបាទគ្រប់ជ្រាបសួរហើយក៏សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូថ្មីផងដែរថ្ងៃនេះផងដែរគឺពួកខ្ញុំនឹងនាំគ្នាទៅបង់ត្រីនៅឯតនុបខាងលើភូមិដែលពួកខ្ញុំឧស្សាហ៍ទៅបង់មុនថ្ងៃនេះគឺឃើញថាមានអ្នកភូមិគេប្រាប់មកថាអូគេបង់ត្រីបានសម្បើមដៃហើយក៏នាំគ្នាលើកកណូតលើកទូកដាក់ឡានដើម្បីដឹកយកទៅកន្លែងទីតាំងដែលយើងត្រូវបង់ហើយក៏ឃើញថាហេតុអីបានយើងលើកឡានលើកទូកដាក់ឡានទៅដោយសារតែវានៅឆ្ងាយអញ្ចឹងបើយើងលើកដាក់ឡានទៅវាលឿនអញ្ចឹងនោះឯងក៏នាំគ្នាលើកដាក់ទៅហើយទៅដល់ទីតាំងគឺថាអូអ្នកភូមិអ្នកផងអ្នកស្រុកឃើញថានាំគ្នាទៅបងផងដាក់មងពេញទឹកពេញដីអូត្រីតាយុទ្ធនាអស់សម្បូរបបោបើនិយាយពីកន្លែងមនុស្សវិញដូចគេទៅផ្សារបងប្អូនអើយដូចនៅផ្សារនោះឯងមានអ្នកធ្វើត្រីជុះសណាញ់ផងនិយាយថាទាំងស្រីទាំងប្រុសក្មេងចាស់ទៅអស់ហើយចំណែកត្រីបងប្អូនឃើញមួយសណាញ់មិនក្រោមពី20គីឡូទេបងប្អូនហើយសិតតែត្រីល្អហើយត្រីធំទៀតចំណែកឯកូនត្រីទូចអូមិនខ្វះទេយកទៅណាអស់ហើយក៏ដើរមើលគេមកសទោសអត់បានក៏នាំគ្នាទម្លាក់ទូកមកពីលើឡានចុះទៅទីតាំងដែលយើងត្រូវបង់នោះគេថាយើងទៅគេអត្តនុបតែទឹកហូរគឺទីតាំងនេះគឺមានមនុស្សស្លាប់ដែរកាលពីទឹកជន់ច្រើនពួកគាត់ទៅចូលអាកន្លែងជ្រៅទៅគេតនុបដែលទឹកកោលខ្លាំងនោះក៏បាត់បង់ជីវិតអស់2នាក់ហើយក៏ឥឡូវនេះទឹកវាហូរមិនខ្លាំងប្រហែលទេបងប្អូនដោយសារតែទឹកស្រកអញ្ចឹងត្រីវាឡើងមួវាកកនៅនោះឯងឡើងទៅលើអត់រួចក៏នាំគ្នាចោះទៅបងព្រោះថាមកស្នាញ់ដំបងដូចបងប្អូនឃើញអូវាថាត្រីទៅណាអស់មិនក្រោមពី2គីឡូទេមកស្នាញ់បងប្អូនគឺថាសម្បូរសបាយប៉ុន្តែទឹកកន្លែងនឹងក៏វាជ្រៅគួរសមដែរល្បាក់ឲ្យ3ទៅ4ម៉ែត្រ5ម៉ែត្រឯណោះពួកខ្ញុំក៏នាំគ្នាមួយលើកអញ្ចឹងទៅហើយក៏បងពីមួយស្នាញ់ទៅមួយស្នាញ់ឲ្យចំណែកឯកូនត្រីវិញបងប្អូនអើយលោតដាក់ចូលនឹងទូកគេថាយើងកិច្ចវាបងប្អូនវាលោតដល់ពេលយើងបងអញ្ចឹងទៅវាលោតចេញពីស្នាញ់វាកាឡាធំអញ្ចឹងទៅអាទុយវាលោតចេញមួក៏អូនិយាយពីថាមនុស្សអ្នកភូមិអ្នកផងទៅអស់ហើយពេញមកភូមិពេញមកស្ទឹងនឹងឯងហើយមានតាំងពីខាងកំពង់ចាមគេទៅទៀតគេថាលឺល្បីគេថារកបានចឹងទៅអូបងប្រុសម្នាក់នោះកាត់មកតាំងពីកំពង់ចាមបើកឡានដឹកអីវ៉ាន់តាំងពីអស់តាំងពីអីមួអូប្រងព្រាតពេញនឹងឯងហើយនិយាយពីថាត្រីបងប្អូនដូចឃើញមកស្នាញ់វាថាសបាយលើកយ៉ាងណាហូស្រែកគេជ្រាវពេញមកស្ទឹងហើយបានច្រើនប្លឹងអ្នកណាមិនសបាយទាំងគេទាំងយើងមិនអត់សូម្បីតែអ្នកមើលហ្នឹងក៏ស្ងើចតែពេលឃើញវីដេអូហ្នឹងដូចឃើញនឹងឯងអូយលោតយ៉ាងណាក៏លោតថ្ងៃស្អែកខ្ញុំនឹងទៅបន្តទៀតបងប្អូនគេថាយើងទៅបោះតង់ទៅដេកនឹងនោះផងហើយយើងបង់ទាំងថ្ងៃទាំងយប់តែម្ដងគេចង់ដឹងថាត្រីវាច្រើនប៉ុណ្ណាហើយគេថាសប្បាយឃើញពីកន្លែងមួយទៅកន្លែងមួយវាថាលោតអូអ្នកខ្លះវាយត្រីលេងវាថាសប្បាយយ៉ាងណាក៏សប្បាយហើយថាតិចបំផុតអីបើថា4-5សណាញ់អត់ត្រូវមួយសណាញ់នៅថាអាខាងក្រោមវិញភាគច្រើនគឺត្រីទូចទេបងប្អូនដោយសារតែពួកគាត់អត់មានទូកដូចយើងអញ្ចឹងទៅក៏បានបងយកតែត្រីទូចទេយើងមានទូកអញ្ចឹងយើងមានព្រៀបយើងចូលទៅបងដល់លើគឺថាបងរយៈពេលប្រហែលជា3ម៉ោងទេបងប្អូនត្រីពេញធុងអាប៉ែគឺថាដាក់អស់ហើយនោះគ្នាបងទៀតវាថាស្ងើចត្រីស្ដាយក៏នាំគ្នាបងឯងគឺថាលើកទៅដូចឃើញនៅបងប្អូនអានេះគឺថាអត់ត្រូវហើយមកស្នាញ់នឹងបានប៉ុណ្្នឹងហើយអ្នកផ្សេងទៀតគេនាំគ្នាបងពេញអូយថាសបាយអយ៉ាងណាដូចនាំគ្នាទៅបន់ចឹងឯងហូគេជ្រាវសបាយពេញមកទឹកគឺថាអ្នកណាតែគេត្រូវនោះគេហូក្រេវចឹងទៅហើយថាអ្នកភូមិខ្ញុំក៏ឃើញទៅប្រងព្រាតទៅអ្នកចម្ងាយឃើញថាណាយនេះដូចបងប្អូនឃើញហើយតាំងពីកំពង់ចាមឯណានេះនោះហើយនឹងឯងនាំគ្នាបងដាក់ឯងប្រងពេញទឹកចឹងទៅគេថាសបាយយ៉ាងណាអាកូនត្រីទៅក៏វាលោតចូលទូកគេថាតាមពិតត្រីបងមិនសូវបានទេអ្នកសួរខ្ញុំថាខ្ញុំបានត្រីនឹងដោយសារវាលោតចូលទូកតែតាមពិតយើងនិយាយលេងទេហើយដូចឃើញចឹងបងប្អូនអូយវាថាច្រើនថ្ងៃនេះអត់សូវត្រូវទេកាលពីម្សិលមិញបានត្រូវខ្លាំងគេថាមកផ្លែតអីពេញធុងផ្លែតពេញធុងឲ្យធុងអា20000ណាអាធុងស្នោបងប្អូនដូចដឹងស្រាប់វាធំប៉ុណ្ណាក៏ដាក់មកផ្លែតពេញឲ្យដូចឃើញចឹងយើងទៅក្រោយគេផងបានប៉ុណ្ណេះអូយ៉ាអូមកស្នាញ់ប៉ុណ្ណេះឯងនិយាយថាភាគច្រើនត្រីសម្បូរត្រីរៀលហើយនឹងត្រីឆ្កែង
គឺប្រភេទត្រីពួកហ្នឹងឯងបើយើងអត់បងមួយចាំបើថាយើងមួយបានសម្បូរអាពួកត្រីអត់សកាដូចជាត្រីកលាំងហើយត្រីតនេលត្រីខ្យាអីចឹងទៅបើយើងឯណាមួយឯណាពួកអីគ្នាតិចណាមួយទឹកវាជ្រៅដែរវាពិបាកអញ្ចឹងទៅហើយយើងបងអត់មួយក៏វាបានដែរយើងចាំបាច់ទៅមួយធ្វើអីមែនអត់បងប្អូននោះឯងក៏រៀងស្បើយអត់សូវត្រូវទេអញ្ចឹងនាំគ្នាត្រឡប់មកផ្ទះវិញយកត្រីមកទុកណាមួយត្រីយើងពេញធុងផងក៏លើកមួនេះបងប្រុសម្នាក់នឹងឯងដែលពងឈួរថតនេះឡានពួកគាត់មកតាំងពីកំពង់ចាមមកដល់កំពង់ធំដល់ស្រុកជាណែនោះហើយបងប្អូនឃើញឡានប្រងព្រាតនៅតិចថាគេទៅបនទៅទៀនអីទៅតាមពិតគេមករត់ត្រីដូចទីពួកខ្ញុំចឹងឯងហើយក៏នោះគ្នាត្រឡប់មកទើសវិញគេថាទេសភាពព្រៀបលិចអូយស្រស់ស្អាតខ្លាំងណាស់ឃើញមកក្រុមនោះតិចច្រឡំថាស្អីគេមួពីណាអីតាមពិតមួពីបងត្រីជីសិតស្វតវិញអ្នកបងត្រីហ្នឹងអ្នកស្រុកខ្ញុំមិនធម្មតាទេហើយត្រីរបស់យើងគឺសមិទ្ធផលគឺបានមកថុកនេះពេញចាក់យកទៅចែកគ្នាហូបគេថាល្ងាចពេកបងប្អូនយើងចែកមួល្ងាចអត់មានទៅលក់ឯណាកើតទេត្រីក៏មានតែចែកគ្នាធ្វើផ្អកធ្វើប្រហុកតែចែកបងប្អូនញាតិយើងនឹងឯងដែលគាត់បានទៅបងឲ្យចែកគ្នាហូបចឹងទៅហើយក៏វីដេអូនេះក៏ត្រូវទីបញ្ចប់ហើយបងប្អូនខ្ញុំនឹងមានវីដេអូបន្តនៅថ្ងៃស្អែកខ្ញុំនឹងទៅបោះតង់